Assalamualaikum សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងយើងវិលមកជួបគ្នាសាជាថ្មីអញ្ចឹងនៅក្នុងវីដេអូនេះដូចបានបញ្ជាក់ពីវីដេអូមុនគឺយើងនឹង improve ទៅលើ UI មួយចំនួនដែលយើងឃើញថានៅពេលដែលយើងធ្វើការ hot refresh នៅក្នុងនេះអ្វីដែលយើងនឹងជួបគឺនេះវានឹងវិលឲ្យបានវាបង្ហាញទៅលើ data អញ្ចឹងយើងអត់ចង់ឲ្យរូបភាពបែបហ្នឹងវាបង្ហាញទេអ្វីដែលយើងត្រូវធ្វើគឺយើងចូលមកកាន់កន្លែងplayer card របស់យើងនេះគឺជា player card គឺអានេះឯងចឹងនៅក្នុងនេះគឺខ្ញុំនឹង add មួយទៀតគឺទៅលើ shimmer ចឹងយើងចូលមកនៅក្នុង deep search ហើយយើងគ្រាន់តែ paste វាហើយយើងឲ្យវា create shimmer shimmer ហ្នឹងគឺសំដៅទៅលើវាជាប្រភេទយើង replace ទៅលើអាកន្លែងដែលវានៅវិលអញ្ចឹងយើង enter មកអូខេ shimmer អូខេនេះគឺជា shimmer ដែលយើងមាន shimmer effect ហើយយើងត្រូវដាក់នៅក្នុង widget របស់យើងហើយនៅក្នុងនេះអញ្ចឹងយើងគ្រាន់តែ copy នេះមកព្រោះថា lib នេះគឺយើងមានហើយយើងបាច់ទៀតទេអញ្ចឹងយើងចូលមកយើងចូលមកកាន់ lib របស់យើងនេះហើយយើង create folder និង file គឺ folder របស់យើងគឺ widget និង shimmer effect អញ្ចឹងយើងមាន folder នេះមួយហើយ file យើងគ្រាន់តែ copy មកអូខេហើយបញ្ជាក់ដោយសារតែ shimmer របស់យើងគឺយើងត្រូវតែមាន package shimmer យើងត្រូវ install package shimmer ហ្នឹងសិនអូខេហើយនេះជាអ្វីដែលយើងត្រូវ update នៅក្នុង player card របស់យើងខ្ញុំសូម copy សិនអូខេខ្ញុំ copy វាមកនៅក្នុង player card របស់យើងនេះហើយបញ្ជាក់មួយទៀតគឺនៅក្នុងនេះនៅក្នុង shimmer នេះវា error ដោយសារតែយើងត្រូវការ package shimmer ខ្ញុំចូលទៅ copy ពាក្យនេះ shimmer package អូខេនេះ shimmer package នេះគឺយើងត្រូវតែ install វាចូលទៅកាន់ Flutter របស់យើងអូខេយើងចូលកន្លែង pub space នេះហើយយើង paste ទៅលើ shimmer package មកហើយ install មកអូខេឥឡូវយើងបានហើយអញ្ចឹងនៅពេលដែលយើងបានហើយយើងមើលថា error វានៅទៀតអត់ឥឡូវវាបាត់ហើយវាបាត់ error ហើយអញ្ចឹងនេះជាអ្វីដែលយើងត្រូវធ្វើអញ្ចឹងឥឡូវពេលដែលខ្ញុំសាក refresh សាថ្មីតើវានឹងបង្ហាញទៅលើ loading នឹងទៀតអត់តោះឥឡូវពេលដែលខ្ញុំ refresh ទៅយើងឃើញហើយវាឈប់ loading ហើយតែវាប្រើទៅលើប្រភេទ shimmer នេះវិញអញ្ចឹងវាងាយស្រួលហើយក៏ជាប្រភេទគេហៅថា style ថ្មីដែលភាគច្រើនគឺគេប្រើហើយមួយទៀតនៅក្នុង player page នេះក៏យើងត្រូវតែប្រើ shimmer ដែរព្រោះថាវានៅ loading នៅឡើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងចូលមកកាន់ player time screen នេះហើយយើងឲ្យវា add ទៅលើ shimmer ដែរអូខេ add shimmer to អូខេអញ្ចឹងវានឹងបង្កើតទៅលើ shimmer ថ្មីឲ្យយើងនេះឥឡូវយើងចាំវាបន្តិចសិនអូខេសូមចាំវាបន្តិច
ដោយសារជាក់ស្ដែងគឺវាបានបង្កើត simmer នៅក្នុង page នឹងតែម្ដងវាអត់ត្រូវការ widget ដល់អញ្ចឹងទៅគឺវានឹងប្រើពេលយូរបន្តិចក្នុងការដែលវាបង្កើតទៅណាឥឡូវយើងបានហើយអញ្ចឹងយើងគ្រាន់តែ copy មកហើយយើង paste នៅក្នុងនេះមកនៅក្នុង player screen របស់យើងនេះអញ្ចឹងខ្ញុំគ្រាន់តែ save វាមកអូខេឥឡូវខ្ញុំសុំ refresh ថ្មីដើម្បីឲ្យវាដំណើរការថាតើវាដំណើរការបែបណាអញ្ចឹងយើងមើលទៅកន្លែងនេះគឺវាបាន loading បែបនេះវិញហើយពេលដែលយើង click ទៅកន្លែងនេះក៏វា loading ដែរអញ្ចឹងវាលឿនជាងមុនហើយវាអត់ loading ដូចមុនទេបើសិនជាខ្ញុំបើកសារថ្មីយើងឃើញថាវាគ្រាន់តែ load តាម plate ហើយគឺវា load data យកតែម្ដងហើយនេះអញគឺជាអ្វីដែលយើងចង់បានអូខេចឹងយើងបានទៅលើ shimmer នៅក្នុងនេះហើយមួយទៀតគឺយើងនឹង improve ទៅលើ keyblade របស់យើងដោយសារ keyblade របស់យើងវា loading ផងមើលទៅlayout នៅក្នុងនេះគឺវាអត់ទាន់ស្អាតទេឥឡូវខ្ញុំសូមបិទ screen មួយចំនួនហើយចូលមកខាង keyblade folder មកនេះគឺជា keyblade and ឥឡូវយើងឲ្យវា improve អូខេ improve UI and add shimmer tool sorry shimmer tool អូខេអញ្ចឹងយើងនឹង improve ទៅលើ keyblade screen មួយទៀតដែលយើងមើលឃើញថាវាអត់ទាន់ល្អទេជាក់ស្ដែងទៅគឺវានៅឃើញតែ icon មួយហើយនឹង degree ដែលវានឹងចង្អុលណាបងដល់អញ្ចឹងគឺយើងត្រូវបន្ថែមអញ្ចឹងយើងនឹងបន្ថែមទៅលើ UI បន្តិចទៀតឲ្យវាមើលទៅគឺឃើញថាស្អាតអូខេវាប្រើពេលបន្តិចដោយសារតែពេលដែលយើងបង្កើតទៅលើ UI អីមួយគឺ deep shark គឺវានឹង detail មែនតើទៅលើប្រភេទ UI ហ្នឹងដល់អញ្ចឹងទៅគឺ coding គឺវារៀងច្រើនជាង ChatGPT បន្តិចអូខេជិតចប់ហើយអូខេឥឡូវយើងបានហើយគឺនៅក្នុងនេះគឺពេលដែលយើងបានបង្កើតហើយគ្រាន់តែយើង copy ហើយយើង paste នៅក្នុងនេះមកយើងឃើញថាវាមាន error 3ឥឡូវយើងចូលមកមើលដោយសារតែយើងប្រើ compose ហើយជាក់ស្ដែងគឺយើងអត់មាន compose ទេឥឡូវយើងមកមើលសិនដោយសារតែសារមុន compose របស់យើងវា error ដោយសារវា clash ជាមួយនឹង keybladeចឹងយើងនឹងឲ្យវាមើលទៅលើអ្វីដែលយើងមានហើយជាមួយនឹង error ជាស្ដែងទៅគឺយើងអត់ប្រើ compose ទេពីព្រោះថាវានឹង clash ជាមួយនឹង keyblade ចឹងវាប្រាប់ថា solution 1គឺវាឲ្យយើងនេះដាក់ compose តែជាក់ស្ដែងសារមុនគឺយើងបានerror ទៅលើ compose មួយសារហើយអញ្ចឹងយើងអត់ចង់ឲ្យដាក់ទៅលើ package compose ទៀតទេអញ្ចឹងយើងនឹងប្រើ solution ទី2គឺយើងនឹងប្រើ keyblade ដោយមិនបាច់ប្រើទៅលើ compose package ទេអញ្ចឹងយើងនឹងយក option ទី2អូខេឥឡូវយើងអាចនឹងចាំវាបន្តិចដោយសារតែវាប្រើពេលនៅក្នុងការដែលវាបង្កើតព្រោះថាវានឹងបង្កើតទៅលើ shimmer ផងបង្កើតទៅលើ improve UI ផងអញ្ចឹងទៅវាពីដំណើរគ្នាវានឹងប្រើពេលយូរបន្តិច
ok ឥឡូវវាបានបង្កើតហើយអញ្ចឹងយើងគ្រាន់តែ copy UI វាមកអូខេឃើញថាវានៅ error តែមួយទេកន្លែង accurate នេះអញ្ចឹងយើងមើលមួយសារទៀតតើវាមានបញ្ហាអីហេតុអីក៏វានៅតែ error ជាមួយនឹង accurate ឬក៏មើលខ្ញុំសូមមើល code វាតិចសិនឥឡូវវានឹងបង្កើតថ្មីឲ្យយើងដោយសារតែ error វានៅតែមានអញ្ចឹងយើងសូមចាំវាបន្តិចទៅហើយបញ្ជាក់ជាស្រ័យផងដោយសារតែវីដេអូនេះវារៀងវែងបន្តិចដោយសារតែពេលដែលយើងបង្កើតទៅវាមានភាព error ច្រើនហើយវាត្រូវការដោះស្រាយទៅលើ error នឹងច្រើនដែរអញ្ចឹងនៅក្នុងវីដេអូនេះវារៀងវែងជាងវីដេអូផ្សេងៗបន្តិចតោះឥឡូវយើងបានហើយអញ្ចឹងនៅក្នុងនេះគឺយើង copy មកសារថ្មីអូខេឥឡូវយើងឃើញថា error គឺវាបានបាត់ហើយខ្ញុំសិលសាកមើលតើវាបានបែបណាអូខេយើងឃើញហើយថាវារូបរាងវាគឺល្អជាងមុនហើយខាងក្រោមនេះគឺវា overlap បន្តិចដែលយើងនឹងកែវានៅពេលក្រោយហើយយើងមានអីគេខ្លះនេះគឺជា finding អ្វីដែលយើងត្រូវធ្វើជាគ្រាន់តែជា guideline មួយដែលវាបង្កើតឲ្យយើងដែរអញ្ចឹង donation របស់យើងមើលទៅឃើញថាកន្លែង keylet របស់យើងឃើញថាវារៀងស្អាតហើយតែយើងនៅសាកាត់និង donation មួយទៀតដែលយើងនឹងកែឲ្យវាមើលទៅស្អាតជាងមុនតោះឥឡូវយើងចូលមកកាន់សាកាត់សិនមកសាកាត់របស់យើងក៏យើងត្រូវ improve ដែរ improve UIអូខេអញ្ចឹងនៅក្នុងវីដេអូនេះវារៀងវែងដោយសារតែយើងចង់ complete ទៅលើសាកាត់និង donation អញ្ចឹងសាកាត់របស់យើងគ្រាន់តែ add UI មួយចំនួនហើយជាក់ស្ដែងនៅក្នុង donation របស់យើងវាឃើញថារូបភាពវារៀងធំដែលយើងអត់ចង់ឲ្យវាធំទេយើងចង់ឲ្យដូច keylet ដែរគឺវាមានលក្ខណៈតូចហើយយើងមានទៅលើគេថាអក្សរវាអីគឺមើលទៅគឺវាល្មមវាអត់ធំពេកអញ្ចឹងឥឡូវយើងមកមើលទៅលើអ្វីដែលវាបានបង្កើតនៅក្នុងសាកាត់បន្តិចសិនអូខេសាកាត់នេះពេលដែលយើង improve ទៅលើ UI វាអាចនឹងប៉ះពាល់ទៅលើ controller ដែរដោយសារតែយើងមាន controller នៅក្នុងការឲ្យវាកណនាចំនួនលុយអីហ្នឹងគឺវាអាចនឹងប៉ះពាល់ប៉ុន្តែយើងសាកមើលសិនតើវានឹងប៉ះពាល់អត់បើសិនជាវាប៉ះពាល់គឺយើងឲ្យវាកែទៅលើ controller មួយទៀតអូខេឥឡូវយើងបានហើយអញ្ចឹងនៅក្នុងនេះក៏វាបញ្ជាក់ដែរយើងថាយើងត្រូវតែ enhance ទៅលើ controller របស់យើងដែរអញ្ចឹងយើង copy UI សិនមកអញ្ចឹងនៅក្នុងនេះគឺយើងដាក់ទៅលើ UI របស់យើងឃើញហើយថាវានឹងមានភាព error ដល់ទៅ4ដោយសារអីគេដោយសារតែយើងត្រូវការកែប្រែទៅលើ controller របស់យើងដែរអញ្ចឹងនៅក្នុងនេះគឺវាបានបង្កើតឲ្យយើងទៅលើ controller ដែរយើងគ្រាន់តែ copy មកហើយ paste វាមកអូខេអញ្ចឹង error គឺវាបានចប់ហើយនេះខ្ញុំសូម save សិន
ហើយខ្ញុំនឹង refresh ថ្មីអូខេជាងពេលដែលយើង refresh ហើយគឺយើងចូលមកកាន់កន្លែងសកាត់របស់យើងសិនថ្មីតើវាមានភាពបែបណាអូខេយើងឃើញថាវានឹងបង្កើតវារាងលក្ខណៈធំអញ្ចឹងយើងដាក់នៅទម្រង់បែបនេះសិនដើម្បីឲ្យវីដេអូយើងខ្លីហើយយើងនឹង improve វានៅតាមក្រោយទៀតអូខេហើយចំណែក add donation គឺយើងគ្រាន់តែ add បន្ថែមទៅលើcolor នៅខាងលើនេះទេដោយសារនៅ color នៅខាងលើនេះបើយើងមើលជាក់ស្ដែងទៅគឺយើងមានខ្ញុំសុំចូលមកមើលបន្តិចសិនអូខេអញ្ចឹងនៅក្នុងនេះគឺយើងមានពណ៌ green របស់យើងនេះអញ្ចឹងយើងនឹង copy អានេះជាមួយនឹងអូខេឥឡូវខ្ញុំ copy ពីនេះដើម្បីយកមកបញ្ចូលនៅក្នុង donation screen របស់យើងនេះឲ្យវាមើលទៅឃើញស្អាតដូចគ្នាឥឡូវខ្ញុំចូលមកកាន់ខាងលើនេះអូខេជាស្រ័យវាមិនមែននៅក្នុងអក្សរទេគឺវានៅខាងលើយើងមានហើយតើបើយើងមានហើយគឺយើងនឹងលុបទៅលើអានេះឡើងវិញយើងដាក់របស់យើងវិញដោយសារយើងត្រូវការប្រើ green អញ្ចឹងយើងពេលដែលយើងប្រើ green យើងអត់ត្រូវយើងអូខេខ្ញុំគិតថាពណ៌ខ្មៅអីទេអញ្ចឹងយើងសាកសៀវមើលអូខេអញ្ចឹងខាងលើគឺវាដូចគ្នាទាំងអស់ហើយទៅលើនេះនឹងអានេះអូខេអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្ណឹងហើយកុំភ្លេចជួយ subscribe និង like វីដេអូនេះផងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់អរគុណ